ថ្ងៃហ្នឹងយើងនឹងរៀនមេរៀនថ្មីតាក់ទងជាមួយនឹងHTML attribute អញ្ចឹងនៅក្នុងហ្នឹងពេលចូលដល់ខ្ញុំនឹងកាត់ file មួយដាក់ថា HTML attribute.html អញ្ចឹងចុះគឺនៅក្នុងហ្នឹងបើសិនអញ្ចឹងកន្លែងហ្នឹងយើងគ្រាន់តែវាយ HTML មកយើងរើសយក HTML file អូខេអញ្ចឹងនៅក្នុងនេះដូចយើងចាំឲ្យថា HTML របស់យើងគឺជាបណ្ដុំនៃ element មាន element របស់យើងដែលគេប្រើដើម្បី structure web page របស់យើងអញ្ចឹងនៅក្នុងហ្នឹងឧទាហរណ៍ដូចជា title អញ្ចឹងកន្លែងហ្នឹងយើងអាចដូរ content របស់វាបានថាអីគេ HTML attribute អូខេអញ្ចឹងនៅក្នុងហ្នឹង HTML attribute ហ្នឹងគឺជាអ្វីអញ្ចឹងយើងចាំឲ្យថានៅក្នុង element របស់ HTML របស់យើងមួយហ្នឹងគឺវាមានអាចមាន attribute របស់វា attribute ហ្នឹងអីគេអញ្ចឹងមានន័យថាគឺជាព័ត៌មានបន្ថែមមួយដែលធ្វើឲ្យ element យើងមានថាយើងអាច change element យើងឬក៏ modify ឬក៏អីធ្វើអីផ្សេងទៅលើ element របស់យើងបានឧទាហរណ៍ដូចជាអ្នកទាំងអស់គ្នាចង់បានតាក់ទងជាមួយគ្នាយើងអាចចាប់ព្រមឃើញ link ហើយខ្ញុំនឹងធ្វើគ្នាយើងមើលករណីដែលឥឡូវថាគ្នាយើងចង់បាន link មួយ click ទៅកាន់អីគេមួយចឹងចុះអញ្ចឹងនៅក្នុងហ្នឹងសួរថានៅក្នុង HTML របស់យើងគេប្រើ element អីគេប្រើ tag អីគេហើយនៅក្នុងយើងអាចប្រើ A របស់យើងហ្នឹងមកអូខេអញ្ចឹង tag A ហ្នឹងគឺជា link អញ្ចឹងបើសិនជាករណីដែលខ្ញុំសរសេរថា google.com អូខេបន្តមកទៀតខ្ញុំនឹងបើក file ហ្នឹងជាមួយនឹង browser របស់យើងមកអូខេចេញ google.com យើងមើលករណីដែលយើងចេញប៉ុណ្ណឹងប៉ុន្តែកន្លែងនេះដោយសារអីវាអត់ទាន់មាន link ទេយើង tag A របស់យើងគឺជា link ហើយមានចង់ដាក់ link ហើយប៉ុន្តែនៅក្នុងហ្នឹងវាត្រូវការ attribute មួយចំនួនដែលធ្វើឲ្យ tag ហ្នឹងខ្លាយជា link យើង click ទៅបាននៅក្នុងនេះវាមាន href href នេះគឺជា link យើងngheថាដាក់ URL ឬក៏ link យើងថានិយាយភាសាយើងធម្មតាថា link ចុះតាមពិតវាជា URL web page ដែលយើងចង់ទៅកាន់ខ្ញុំថា https google.com ឬយើងចូលទៅ google.com ហើយយើង copy មកវាចេញ https ឲ្យអូខេអញ្ចឹងប៉ុណ្ណឹងមកហើយខ្ញុំទៅ refresh page ខ្ញុំម្ដងទៀតអូខេគ្នាយើងឃើញអត់អញ្ចឹងបន្ទាប់ពីខ្ញុំដាក់ href មកមានថា href របស់ខ្ញុំហ្នឹងវានឹង change element មាន element A របស់ខ្ញុំទៅកាន់អ្វីដែលយើងចង់បានហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងមានន័យថា attribute នេះគឺជាមានថាជារបស់ពិសេសមួយដែលគេអាចយកទៅ custom element យើងឬក៏ add ព័ត៌មានមួយចំនួនទៅកាន់ element របស់យើងហើយសួរថាអាហ្នឹងមានអីគេខ្លះ attribute ហ្នឹង attribute របស់ element មួយគឺវាខុសគ្នាអញ្ចឹងតាក់ទងជាមួយនឹង attribute ទី1យើងចាំថា HTML element របស់យើងគឺអាចមាន attribute របស់វាហើយមួយទៀត attribute ហ្នឹងគឺជាព័ត៌មានបន្ថែមរបស់ element មួយហ្នឹងអញ្ចឹងដែលធ្វើឲ្យ element នេះមានលក្ខណៈខុសគ្នាទៅតាម attribute របស់វាហ្នឹងហើយបន្តមកទៀតអ្វីដែលយើងត្រូវចាំ element មានថាគ្រប់ attribute ទាំងអស់គឺនៅក្នុង opening tag គ្នាយើងចាំឲ្យថា element គឺជាបណ្ដុំនៃ opening tag ជាមួយនឹង close tag អញ្ចឹងចាំថា attribute ទាំងអស់គឺនៅក្នុង opening tag តោះណាអញ្ចឹងមានន័យថាកន្លែងនេះគឺនៅក្នុង opening tag របស់យើងហ្នឹងខាង space មកយើងអាចសរសេរបានហើយថានៅក្នុងហ្នឹងមានអីគេខ្លះអូខេអញ្ចឹងនៅក្នុងហ្នឹងវាមានតាក់ទងច្រើនដូចជា HTML link ហ្នឹងបើសិនជាករណីដែលយើងប្រើ link គឺមាន attribute href ហ្នឹងគឺជាកន្លែងដែលឲ្យយើងដាក់ link ទៅកាន់ពេលយើង click ហ្នឹងទៅ hyperlink បើគ្នាយើងធ្លាប់ប្រើ Word យើងដឹងហើយថាវាជា hyperlink អញ្ចឹងពេលយើងដាក់ link ហ្នឹងទៅយើង click ទៅវានឹងទៅកាន់ URL មួយហ្នឹងអូខេឥឡូវបើសិនខ្ញុំ click ទៅវាទៅកាន់ google.com អូខេណាបន្តមកទៀតអ្វីដែលយើងមានឧទាហរណ៍ដូចជាគ្នាយើងអាចធ្វើ image មានហាក់ image img មិនមួយនេះគឺជា element ដែលប្រើសម្រាប់image នៅក្នុងហ្នឹងបើសិនជាគ្នាយើងប្រើ VS Code
dương còn là thép dương bay img mà dương chơi thép máu về là tranh hay tháp về mình ăn tìm chủ đề kia khác nó không nói về miền so chỉ mùi năng ảo LT alternative thạch năng chẳng dương chăm mấy lực muốn thay dương miền MT là mình nó mình học về art close rồi gọi đấy special lại image ní cứ về art mình close thạch năng này chẳng hạn đây vì dương thật chăm mùi đá là mình chỉ muốn về mình là khả năng sẽ kia chẳng nó không này đôi chia image nâng về ai miền attribute ní so ní ấy kì cứ chia location bởi image rồi còn link cho cả image bao giờ chẳng tìm mối được xa ní cứ nhóm ai chơi thà HTML logo còn mà tiết nhóm click lên năng mà nhóm ai ok nhóm copy mối mà nè nhóm chỉ lờ mấy nhóm copy link address copy image URL của address của bạn nàyต่อมาទៀតខ្ញុំចូលមកវិញខ្ញុំផាសវាអូខេខ្ញុំ save តទៅទៀតខ្ញុំទៅកាន់ site របស់យើងវិញខ្ញុំ refresh អូខេវាមកហើយខ្ញុំអញ្ចឹងអាហ្នឹងគឺជា source របស់ image take image របស់យើងអូខេអញ្ចឹងវាមាន element របស់ហ្នឹងខ្ញុំនឹងបញ្យល់នៅមេរៀនមួយតាក់ទងជាមួយនឹង HTML image អញ្ចឹងយើងនឹងមានច្រើនទៀតហើយតាក់ទងជាមួយនឹងនៅក្នុង attribute របស់យើងហ្នឹងយើងមើលក្នុងហ្នឹងវាអាចមានអីគេផ្សេងទៀតដូចជានៅក្នុង image របស់យើងហ្នឹងយើងអាចកំណត់ width ឬក៏ head របស់វាបានមាន image ហ្នឹងទំហំប្រមាណអីប្រមាណហ្នឹងគឺយើងអាចប្រើបានទៀតមានយើងអាច specific វាបានទៀតហើយ default របស់ image ច្បាស់ដូចជាបើតាមខ្ញុំចាំប្រហែលជា500 គុណនឹង500មាន500 pixel ទំហំនិងកម្ពស់500 pixel បើសិនជាយើងអត់ set ទេអញ្ចឹងវាមានច្រើនតាក់ទងជាមួយអាហ្នឹងហើយនៅមួយទៀតនៅក្នុងហ្នឹងគឺយើងមានអាចមាន attribute មួយនៅក្នុងគ្រប់ element ទាំងអស់គឺមាន p គឺមានអូខេខ្ញុំថា p ចុះប៉ុន្តែតាមពិតមិនមែនតែក្នុង p ទេ element ផ្សេងទៀតក៏មានដែរlorem អូខេនៅក្នុង HTML អ្នកនរគ្នានៅក្នុង VS Code មាន HTML យើងអាចយក lorem text មិនបាច់ទៅចាំ copy ថ្ងៃមុនគ្នាយើងឃើញខ្ញុំបើក website lorem text lorem ខ្ញុំចូលមក website នេះដើម្បី copy text ទៅប៉ុន្តែនៅក្នុងនេះបើសិនជាយើងចង់បាន lorem text យើងគ្រាន់តែវាយ lorem មកវាចេញហើយអញ្ចឹង tab មកវានឹងចេញ text ឲ្យយើងហើយអូខេអញ្ចឹងមានន័យថាពេលខ្លះយើងប្រើ VS Code ឬក៏ប្រើអីផ្សេងយើងមើលទៅយើងមានហើយនៅក្នុង VS Code បើសិនចង់ format ទេយើងគ្រាន់តែ right click មក format document អញ្ចឹងវានឹង format ឲ្យយើងល្អមើលតិចហើយ code របស់យើងអូខេអញ្ចឹងពេលហ្នឹងខ្ញុំទៅ refresh page របស់ខ្ញុំវិញគឺយើងនឹងបាន paragraph មួយដែលមាន text នៅក្នុងហ្នឹងអូខេអញ្ចឹងបន្ទាប់ពីបាន text ហើយអ្វីដែលយើងធ្វើបន្តមកទៀតយើងមានសួរថា p វាមាន attribute អីអត់នៅក្នុងគ្រប់ element ទាំងអស់មាន attribute មួយ style ហ្នឹងគឺជា attribute មួយដែលគេប្រើសម្រាប់apply style ទៅកាន់ element ដូចជា color font size អីរបស់នេះរបស់យើងរបស់element របស់យើងអញ្ចឹងនៅក្នុងហ្នឹងឧទាហរណ៍ថាខ្ញុំចង់ដូរ color របស់ text នឹងទៅជាពណ៌ខំខ្ញុំអាចប្រើវាមានយើងចាំថា attribute វាមាន name របស់វាមានថាខ្ញុំចង់បាន color មួយអីគេ color red ខ្ញុំដាក់ប៉ុណ្ណឹងមកគេបាន color red ដែរហើយបន្តមកទៀតយើងប្រើសញ្ញា semicolon នេះដើម្បី space មានន័យថាករណីដែលខ្ញុំចង់បាន font size យើងទៅមើលវាមានច្រើនទៀតទងជាមួយនឹងvalue របស់វាមួយហ្នឹងនេះអានេះគឺជា name របស់វា style value របស់វាគឺមានអានេះរួមតិចតួចមានខ្ញុំនឹងប្រាប់មួយតាក់ទងជាមួយនឹងទៀតឥឡូវយើងគ្រាន់តែបើសិនខ្ញុំចង់ដូរ color ខ្ញុំដាក់ចឹងប៉ុណ្ណឹងមក font size ខ្ញុំចង់បានណា12 pixel 12 px ចុះអូខេមកទៀតយើងទៅ refresh page វិញមកតែវានឹងដូរ font ទៅជា12ហើយបន្តមកទៀត color យើងទៅជាពណ៌ខំហ្នឹងហើយគឺជា HTML attribute របស់យើងហើយយើងចាំថាគ្រប់ element ទាំងអស់អាចមាន attribute style ហ្នឹងឧទាហរណ៍ថាខ្ញុំដូរមកដាក់ក្នុងនេះ
ដាក់ style page ដាក់ color blue អូខេឬក៏គ្នាយើងចង់បាន red ចុះអូខេខ្ញុំពេលខ្ញុំ refresh មកនឹងដូរទៅ red អូខេអញ្ចឹងមានន័យថានេះជា attribute ជាអ្វីដែលពិសេសមួយដែលអាចមានថា edit ឬកែ element របស់យើងបានហើយវាមួយទៀតលក្ខណៈរបស់វាគឺយើងចាំថាវានៅក្នុង open text អញ្ចឹងគ្រប់ attribute ទាំងអស់គឺនៅក្នុង open text ហើយបើយើងចង់ដឹងថាHTML element មួយមាន attribute អីខ្លះយើងអាច search បានមានន័យថាខ្ញុំឧទាហរណ៍ថា A ចុះ HTML attribute link អញ្ចឹងមើលថានៅក្នុង link ហ្នឹងមានអីគេខ្លះ HTML ឃើញអត់អញ្ចឹងនៅក្នុងវាមានន័យថា HTML attribute អញ្ចឹងនៅក្នុងមានអីគេមាន link មានអីណាផ្សេងមកច្រើនអញ្ចឹងមានទំហំមាន alternative text មានអីណា element មួយហ្នឹងគឺវាមានមកអញ្ចឹងមកអញ្ចឹងយើងអាចមើលតាមនឹងបានអូខេអញ្ចឹងបន្តមកទៀតយើងទៅមើលនៅក្នុងនេះគឺអ្វីដែលយើងធ្វើគឺយើងមាន style អញ្ចឹងមានន័យថាយើងអាចដូរ style ដូរ color ដូរអីតាមនឹងបានអ្វីដែលយើងមាននឹងមកហើយមួយទៀតតកតងជាមួយនឹងvalue របស់វាយើងត្រូវដាក់ជា double quote យើងដាក់នៅក្នុង double quote មកហើយ single quote អីហ្នឹង double quote មួយ single quote នៅក្នុងហ្នឹងវាអាច render បានប៉ុន្តែខ្ញុំ recommend យើងប្រើ double quote មកអញ្ចឹងអ្វីយើងសម្រេចហ្នឹងមេរៀនយើងអានេះវាតិចទេប៉ុន្តែបើសិនជា practice វាត្រូវការមើលច្រើនដែរអញ្ចឹងអ្នកនរគ្នាអាចមើលថាHTML attribute ហ្នឹងអីគេខ្ញុំនឹងដាក់ link ឲ្យនៅខាងក្រោមអញ្ចឹងយើងគ្រាន់ចាំថាគ្រប់ element ទាំងអស់គឺមាន attribute យើងអាចមើល specific ទៅលើ attribute មួយរបស់វាបានហើយយើងអាចដាក់ title attribute បានឬក៏នៅក្នុងហ្នឹងយើងចាំឲ្យ href មិញដែលខ្ញុំប្រើនេះគឺជា attribute របស់ link របស់យើងវាផ្ដល់ព័ត៌មានថាយើងត្រូវ link មានថាបើសិនជាយើងប្រើ A អញ្ចឹងគឺ link មានថាយើងនេះ article ដែលយើងឃើញនេះគឺវាត្រូវ link ទៅកាន់ URL មួយណាហើយមួយទៀតវាអាច set width ឬក៏អីណារបស់ paragraph របស់យើងអីបាន image មួយអីបានផ្សេងទៀតហើយតកតងជាមួយនឹង ALT image មុននេះអ្នកនរគ្នាអាចប្រើ ALT មាន alternative text ដែលបើសិនករណីដែលយើង include image ខុសអីវានឹងប្រាប់ព័ត៌មានមកហើយមួយទៀត attribute ទាំងអស់បើសិនជាគ្នាយើងឃើញអត់ខ្ញុំប្រើ attribute គឺវាជា lower case អញ្ចឹងមានថាអក្សរតូចទាំងអស់អូខេអញ្ចឹងមួយទៀតដូចគ្នាកន្លែងនេះយើង attribute របស់វា value របស់វាហ្នឹងគឺនៅក្នុង double quote អូខេនៅក្នុង double quote អញ្ចឹងមានតែប៉ុណ្្នឹងតកតងជាមួយ HTML attribute ហើយខ្ញុំនឹងដាក់ link នៅក្នុង description របស់ YouTube ហ្នឹងថាអូខេអ្នកនរគ្នាគួរអានអីដើម្បីយល់ដឹងតកតងជាមួយនឹង HTML attribute ហ្នឹងបានអញ្ចឹងអរគុណច្រើនហើយមេរៀនក្រោយយើងនឹងរៀនតកតងជាមួយនឹង heading ថាអូខេខ្ញុំមាន paragraph ខ្ញុំចង់យើងឃើញសភៅយើងមាន heading មានអាធំតូចមាន level របស់វាអញ្ចឹងនៅក្នុង HTML វាមាន level របស់ heading របស់វាដូចគ្នាអញ្ចឹងយើងនឹងរៀនក្នុងវីដេអូក្រោយទៀត